អូខេសួស្តីបងប្អូនទាំងអស់គ្នាហើយក៏សួស្តីអ្នកទាំងអស់គ្នាមកកាន់វីដេអូថ្មីរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំមាននៅ website ឬក៏របៀបនៅក្នុងការធ្វើវីដេអូ AI ដូចជាវីដេអូមួយនេះអូខេដើម្បីនៅក្នុងការធ្វើវីដេអូនេះបាទជាដំបូងអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ Google គឺក៏ Google Chrome អូខេឥឡូវគឺខ្ញុំធ្វើការចូល Google Chrome គឺនៅក្នុងទូរស័ព្ទហើយកុំព្យូទ័រដូចគ្នាអ្នកទាំងអស់គ្នាខ្ញុំជ្រើសយក email ខ្ញុំមួយដើម្បីក្នុងការធ្វើវីដេអូបែបនេះបាទយើងចូលមកកាន់កន្លែង search មក search ពាក្យ Google AI Studio អូខេដល់កន្លែងនេះអ្នកនរនឹងឃើញថា Google AI Studio យើងចុចខាងលើមកបន្ទាប់យើងចូលមកកាន់យើងបូកយើងអ្នកគ្នាក្នុងទូរស័ព្ទមាន Google Translate អ្នកគ្នាត្រូវគឺសម្រាប់ website នេះគឺមានត្រូវការ Google Translate ដើម្បីបកប្រែទៀតអូខេឥឡូវគឺខ្ញុំ login Google Translate សិនអូខេឥឡូវយើងចូលមកកាន់កន្លែង AI របស់យើងវិញដើម្បីនៅក្នុងការបង្កើតវីដេអូបានអ្នកដែលចូលមកកាន់កន្លែងនេះកន្លែងគេដាក់ថាបង្កើតប្រព័ន្ធផ្សព្វផ្សាយនេះឬវាដោយសារតែកុំព្យូទ័រខ្ញុំដូរភាសាអូខេនេះ general នេះ general media នេះអ្នកចុចលើនឹងមកបន្ទាប់មកអ្នកគេចូលកន្លែងវីដេអូនេះអូខេមកដល់កន្លែងនេះហើយអ្នកត្រូវធ្វើការ search អញ្ចឹងគឺខ្ញុំធ្វើការ search នៅខ្ញុំបកប្រែពាក្យមួយសិនយើងដាក់ថាម្ហូបខ្មែរមើលខ្ញុំដាក់ថានេសាទអូខេធ្វើការដូរសិននេសាទត្រីនៅកម្ពុជាអូខេយើងថា copy កន្លែងហ្នឹងមកហើយយើងចូលមកកាន់កន្លែងនេះ description យកវីដេអូនេះយើងចុចខាងលើហ្នឹងមកហើយកន្លែងនេះគឺយើងជ្រើសតម្រង់វីដេអូសម្រាប់វីដេអូផ្ដេកឬវីដេអូវចរសម្រាប់ផលក្នុង YouTube អូខេយើងចុចrun យើងរងចាំបន្តិចអូខេហើយកុំភ្លេចចុច subscribe និងសញ្ញាកណ្ដឹងអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗយើងរងចាំរយៈពេលប្រហែលជា1នាទីអីហ្នឹងឬក៏មិនយូរទេអ្នកវានឹងលោតវីដេអូយើងហើយយើងគ្រាន់តែត្រូវការ Google មួយមក Google Translate មួយមកដើម្បីបកប្រែជាភាសាអង់គ្លេសហើយយើង AI យើងធ្វើតែ AI Studio AI Google AI Studio នេះអូខេហើយយើងមើលវីដេអូមកឃើញទេអ្នកគ្នាដើម្បីនៅក្នុងការ save អ្នកគ្នាធ្វើការ download មកនេះជួយការចុច download អូខេនេះគឺយើងបានហើយអូខេវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចចុច subscribe និងសញ្ញាកណ្ដឹងអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗបងអ្នកទាំងអស់គ្នាអត់ទាន់យល់កន្លែងណាទេអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទ